បាទសួស្តីមនុស្សស្មោះទាំងអស់គ្នាស្វាគមន៍មកកាន់ Channel មនុស្សស្មោះយើងនឹងមកបន្តសាច់រឿង Player Who Returned 10,000 Years Later របស់យើងជាបន្តទៀតសាច់រឿងយើងចាប់ផ្ដើមឡើងនៅពេលដែលកាំងវូបានវាយប្រហារទៅកាន់យញ្ជូយ៉ាងខ្លាំងប៉ុន្តែធ្វើឲ្យបែកបាក់នៅទីលានក្នុងការប្រយុទ្ធនោះតិចតិចអស់ System បានបញ្ជាក់ថាធម្មពលបិសាច Kraken ត្រូវបាន Countdown អ្នកអាចប្រើធម្មពលនេះបានម្ដងទៀតនៅពេល2ម៉ោងក្រោយនៅពេលនេះកាំងវូក៏បានដឹងហើយហេតុអ្វីបានជាមនុស្សគ្រប់គ្នាឆ្លក់ពង្វេងនឹងអាវុធដែលមានចំណាត់ថ្នាក់លីចានខ្លាំងម្ល៉េះគឺវាមានធម្មពលដ៏អស្ចារ្យបែបនេះសោះគាត់អាចយកឈ្នះយន្តជូក្នុងរយៈពេលតែ1នាទីតែប៉ុណ្ណោះយន្តជូក៏មិនជឿអំពីរឿងនេះទាល់តែសោះនាងបានញញឹមនិងនិយាយទៅកាន់កាំងវូថាអ្នកប្រៀបដូចជាបិសាចអញ្ចឹងកាំងវូបានតបទៅវិញថាពិតណាស់វាគួរអរគុណដល់អាវុធ Legendary ដែលអ្នកបានប្រគល់ឲ្យមកយន្តជូបាននិយាយទៅកាន់កាំងវូថាប៉ុន្តែខ្ញុំក៏មានអាវុធ Legendary ផងដែរប៉ុន្តែប្រកាសអត់ថាអ្នកគឺជាមនុស្សវាបានធ្វើឲ្យកាំងវូសើចអំពីរឿងនេះមែនហើយគាត់មិនមែនជាមនុស្សទេគាត់គឺជាបិសាចហើយថែមជាងស្ដេចបិសាចថែមទៀតផងបន្ទាប់ពីពួកគេសំណេះសំណាលគ្នាហើយហ្វាយុនក៏បាននិយាយថាតើអ្នកដឹងទេថាក្នុងការរៀបចំបន្ទប់ក្នុងការប្រយុទ្ធនេះថ្លៃប៉ុណ្ណាតើអ្នកមិនមើលទេអ្នកបានបំផ្លាញវាខ្ទេចខ្ទីអស់ហើយតើអ្នកត្រូវចំណាយបែបណាលើការបំផ្លាញទាំងអស់របស់ពួកអ្នកកាំងវូនិងយុនជូពិតជាសំទោសអំពីរឿងនេះដែលពួកគេបានបំផ្លាញបន្ទប់នៃការប្រយុទ្ធនៅក្នុងហ្វារ៉ាងហ្វាយុនក៏និយាយបន្ថែមទៀតថាតើអ្នកទាំងពីរមិនចេះទប់អារម្មណ៍នោះទេហើយអ្វីបានជាកំទេចកន្លែងវឹកហាត់ដល់ខ្ទេចខ្ទីបែបនេះនាងពិតជាឈឺក្បាលណាស់ចំពោះរឿងនេះពីព្រោះបន្ទប់វឹកហាត់ត្រូវបានហាមឃាត់រយៈពេលវែងក្នុងការជួសជុលរីឯយុនជូនិងកាំងវូបានឆ្លោះគ្នានិងបន្តគ្នាទៅវិញមកក្នុងការប្រយុទ្ធមួយនេះហ្វាយុនបានលឺហើយក៏ធុញទ្រាន់ណាស់ហើយនិយាយថាមែនហើយខ្ញុំដឹងហើយអ្នកទាំងអស់គ្នាគួរតែស្ងាត់ហើយពួកយើងគួរចំណាយប្រមាណដើម្បីជួសជុលបន្ទប់នេះកាំងវូនិងយុនជូពិតជាគិតច្រើនណាស់អំពីការបង់ថ្លៃនៃការជួសជុលបន្ទប់វឹកហាត់មួយនេះតើពួកគេត្រូវរកលុយមកពីណាដើម្បីមកបង់ថ្លៃទាំងអស់នេះកាំងវូបានគិតថាតើគាត់ត្រូវលក់នៅថ្មម៉ាណារបស់យ៉ាអង់ក្រេមែនទេប៉ុន្តែវាហាក់ដូចជាខ្ជិះខ្ជាយពេកហើយបន្ទាប់មកកាំងវូក៏សួរទៅកាន់យុនជូថាតើតើនឹងសត្វបិសាចដែលមានលំដាប់ខ្ពស់វានឹងតម្លាក់នៅ item ដែលមានកម្រិតខ្ពស់មែនទេយុនជូក៏បានឆ្លើយថាមែនហើយអញ្ចឹងហេតុអ្វីបានជាយើងមិនរៀបចំផែនការក្នុងការទៅកម្ចាត់បិសាចដែលមានចំណាត់ថ្នាក់ខ្ពស់ជាមួយគ្នាទៅវាគឺជាបិសាច Aquaro ដែលនៅក្នុងទឹកសមុទ្រនោះសម្ដីរបស់អ្នកទាំងពីរនិយាយគ្នាក៏បានលឺដល់ហ្វាយុនផងដែរហ្វាយុនក៏បានសួរទៅកាន់កាំងវូនិងយុនជូថាម៉េចអ្នកចង់ទៅសម្លាប់នៅបុស monster នៅក្នុង Airang ដូចជា Il Faro មែនទេកាំងវូក៏បានឆ្លើយថាមែនហើយពួកយើងចង់ទៅសម្លាប់វាដើម្បីសងនៅសំណងទៅឲ្យអ្នកហ្វាយុនក៏សួរបញ្ជាក់ថាតើអ្នកដឹងទេថាអ្នកត្រូវទៅសម្លាប់ Il Faro ដោយរបៀបណាវាគឺជាសត្វដែលមានមាឌធំនៅក្នុង Function Rank S ស៊ូហ្វុងដែលមិនទាន់មាន player ណាម្នាក់ដែលទៅសម្លាប់វាបានឡើយដោយសារតែវាជាបិសាចដែលរស់នៅក្នុងទឹកសមុទ្រដ៏ជ្រៅវាពិបាកណាស់ក្នុងការសម្លាប់នៅបិសាចមួយនេះវាជាបិសាចដែលធំដែលធន់នឹងវេទមន្តនិងការវាយប្រហារផងដែរដោយសារតែវារស់នៅក្នុងទឹកជ្រៅដូច្នេះការវាយប្រហារមួយចំនួនមិនអាចធ្វើបាបទៅលើវាបានឡើយដោយសារតែមូលហេតុទាំងអស់នោះហើយដែលគេបាននិយាយថាវាគឺជាបិសាចដែលពិបាកក្នុងការសម្លាប់បំផុតគឺមិនអាចទៅរួចតែម្ដងកាំងវូក៏បាននិយាយថាខ្ញុំដឹងថាវាពិបាកក្នុងការបបាញ់ប៉ុន្តែយុនជូបាននិយាយថាវាមិនពិបាកទេមិនត្រឹមតែប៉ុណ្ណោះវាជាបិសាចដែលអាចតម្លាក់នៅ item legendary ថែមទៀតផងកាំងវូក៏បានបញ្ជាក់ថាមែនហើយរឿងទាំងអស់នោះហើយដែលយើងនឹងទទួលបានវាមិនត្រឹមតែជាលុយតែប៉ុណ្ណោះនោះទេបន្ទាប់មកពួកគេក៏រួមដៃគ្នាក្នុងការទៅប្រយុទ្ធនិងសម្លាប់នៅបិសាច Il Faro ដែលជាបោះ monster នៅក្នុង Rank S Dungeon ស៊ូហ្វុងជាពិសេសនោះអ្វីដែលកាំងវូចង់ទៅនោះគឺការសម្លាប់នៅបិសាចដ៏ខ្លាំងដែលអាចអភិវឌ្ឍ level របស់គាត់កាន់ឡើងនោះគាត់នឹងអាចបំបែកនៅលក្ខខណ្ឌសំណួរទី2ដែលអាចធ្វើឲ្យគាត់ក្លាយទៅជាបិសាចដ៏ខ្លាំងមិនអាចយកឈ្នះបានបន្ទាប់មកសាច់រឿងរបស់យើងបានកាត់ប្លង់នៅក្នុង Dungeon Rank S កាំងវូកំពុងតែធ្វើការប្រយុទ្ធជាមួយនឹងយ៉ាអង់ក្រេនៅទីនោះក៏មានអេជាដាផងដែរតែប្រយុទ្ធជាមួយនឹងកាំងវូអាចសម្លាប់ទៅកាន់យ៉ាអង់ក្រេនោះបានយ៉ាងងាយដោយប្រើធម្មពលក្រៅខណ្ឌរបស់គាត់បន្ទាប់មកគាត់ក៏បានកាន់ឡើងនៅ level 1បច្ចុប្បន្ន level របស់គាត់បានកាន់ឡើង59បន្ទាប់មកយុនជូនិងហ្វាយុនក៏បានមកដល់យុនជូបានសួរទៅកាន់កាំងវូថាតើយ៉ាងម៉េចហើយតើអ្នកអស់កម្លាំងហើយមែនទេពួកយើងមិនទាន់ធ្វើការប្រមាញ់ដ៏ធំមួយផងកាំងវូក៏បានដើរចូលមកនិងនិយាយថាកុំបារម្ភអីចំពោះរឿងនេះហ៎ហើយពួកគេទាំងពីរនាក់នោះក៏បានណែនាំនៅមនុស្សម្នាក់ទៅឲ្យកាំងវូបានស្គាល់គាត់មានឈ្មោះថា Go Yun Woo គឺជាប្រធានក្រុមសេនាធំទី2របស់ Warang កាំងវូនិងយុនវូក៏បានរាក់ទាក់និងសួស្ដីគ្នាទៅវិញទៅមកប៉ុន្តែយុនវូហាក់ដូចជាមើលស្រាលកាំងវូខ្លាំងណាស់ដោយសារកាំងវូគឺជា player ដែលថ្មីដោយឃើញបែបនេះហ្វាយុនក៏បានខ្សឹបទៅកាន់យុនវូថាអ្នកដឹងទេថាកាំងវូគឺខ្លាំងដូចជានឹងយុនជូអញ្ចឹងវាបានធ្វើឲ្យយុនវូពិតជាភ្ញាក់ផ្អើលនិងភ័យខ្លាចផងដែរដោយសារតែមុននឹងគាត់បានមើលងាយទៅលើកាំងវូបន្ទាប់មកកាំងវូបាននិយាយទៅយុនជូថាយើងត្រូវការរកវត្ថុដើម្បី flash ទីមែនហើយនោះគឺជាកប
Goblin ជាដើម្បីផ្លាស់ទីនៅ Equaro ឲ្យឡើងមកលើគោកបន្ទាប់មកផែនការរបស់ពួកគេក៏បានចាប់ផ្ដើមដោយពួកគេបានប្រមូលយកចង្វាក់និងយុទ្ធការជាច្រើនមកទីនេះដើម្បីធ្វើការចាប់ទៅកាន់ Equaro អញ្ចឹង Equaro ហ្នឹងវារូបរាងវាដូចជាបបែលសមុទ្រអញ្ចឹងយើងហៅថាបិសាចបបែលហ្មងទៅស្រួលហៅជាមានអត់អ្នកទាំងគ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាបានរៀបចំចង្វាក់រួចហើយកាំងវូក៏បានដើរចូលទៅក្នុងទឹកហើយប្រើធម្មពលរបស់គាត់ជន់ដើម្បីតាក់ទាញនៅបិសាចបបែលនោះបន្ទាប់ពីគាត់ប្រើធម្មពល2ទៅ3ដងមិនឃើញកាំងវូក៏បានប្រើធម្មពលសំឡេងយ៉ាងខ្លាំងបំពងទៅក្នុងទឹកនោះវាបានធ្វើឲ្យបិសាចបបែលនោះបានដឹងហើយក៏ស្ទុះមកវាបហាទៅកាន់កាំងវូនៅពេលដែលវាស្ទុះមកវាបហាមកកាន់កាំងវូក៏បានស្រែកទៅកាន់អ្នករកគ្នាថាអ្នកទាំងអស់គ្នារៀបចំរួចហើយឬនៅវាកំពុងតែមកហើយបន្ទាប់មកអ្នកទាំង4ដែលមានអេឈីដាយុនមូហ្វាយុនជាមួយនឹងយុនជូក៏ប្រញាប់ប្រញាល់ចែកគ្នាទៅតាមផែនការដែលបានរៀបចំបិសាចមឹកនោះក៏ធ្វើការវាបហាដោយបង្កើតនៅរលកទឹកដ៏ធំមួយវាបហាមកកាន់កាំងវូបន្ទាប់មកវាក៏លោតហោះទៅលើកាំងវូរូបរាងវាមានខ្លួនដ៏ធំភ្នែកដ៏ធំនិងកន្ទុយដ៏វែងផងដែរបន្ទាប់ពីវាលោតទៅលើសំកាំងខ្លួនលើអាកាសវាបានបញ្ចេញនៅឆ្អឹងដែលជាអាវុធសម្ងាត់របស់វាហើយវាបហាទៅកាន់ក្រុមរបស់កាំងវូបានស្រែកឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នដោយសារតែវាមានមជុលពឹសហើយបានឲ្យអេជីដាប្រើនៅធម្មពលរលកនៃភពងងឹតរបស់នាងវាបហាដើម្បីទប់ទល់នឹងអាវុធសម្ងាត់ដែលមានពឹសទាំងអស់នោះអេជីដាបន្ទាប់ពីលើកាំងវូហៅហើយក៏ទទួលបាននាងក៏បានប្រើធម្មនៃរបាំងអរិយដើម្បីទប់ទល់នឹងការវាបហាពីមជុលពឹសរបស់បិសាចបបែលសមុទ្រធម្មពលនៃអាវុធសម្ងាត់នេះពិតជាខ្លាំងណាស់អេជីដាមិនអាចទប់ទល់យូរបាននោះទេយុនមូនិងហ្វាយុនក៏ភ្ញាក់ផ្អើលដែរនៅពេលដែលឃើញធម្មពលដ៏អស្ចារ្យបែបនេះហើយកាំងវូក៏បានស្រែកឲ្យអ្នកទាំងពីរត្រៀមខ្លួនហើយគាត់បានប្រើធម្មពល Power of the Sky បញ្ចេញស្លាបរបស់គាត់តោងអ្នកទាំងពីរហោះឡើងបន្ទាប់ពីបានតោងអ្នកទាំងពីរហោះឡើងខ្ពស់ទៅលើបិសាចបបែលយក្សនោះបន្ទាប់មកកាំងវូក៏បានទម្លាក់អ្នកទាំងពីរចុះអ្នកទាំង3ក៏បានចុះទៅលើខ្នងនៃបបែលយក្សនោះហើយបានចាក់នៅខ្នងរបស់បបែលនោះដើម្បីទប់លំនឹងបន្ទាប់មកកាំងវូបានបញ្ជាឲ្យអ្នកទាំងពីរធ្វើការតាក់នៅខ្នងរបស់បិសាចបបែលម្នាក់ទៅខាងឆ្វេងហើយម្នាក់ទៅខាងស្ដាំឲ្យលឿនបំផុតមុននឹងបិសាចបបែលនេះមុជទៅក្នុងទឹកបន្ទាប់មកអ្នកទាំង3បានព្យាយាមក្នុងការតាក់នៅខ្នងបិសាចបបែលដ៏ធំនេះប៉ុន្តែបិសាចបបែលហាក់ដឹងខ្លួនវាក៏ព្យាយាមកិច្ចខ្លួនចូលទៅក្នុងបាតសមុទ្រវិញនៅឃើញនៅនេះកាំងវូក៏បានស្រែកថាអ្នកទាំងអស់គ្នានៅចាំអីទៀតមិនធ្វើការវាបហាទៅលើវាទៅប៉ុន្តែបិសាចបបែលនោះដូចជាដឹងមុនអញ្ចឹងវាបានបលាស់ទីខ្លួនរបស់វាឡើងទៅលើធ្វើឲ្យគ្នារបស់កាំងវូបានរអិលធ្លាក់វាហាក់បីដូចជាដឹងមុនអញ្ចឹងថាកាំងវូមានផែនការក្នុងការធ្វើអ្វីមួយដោយដឹងដូចនេះកាំងវូបានគិតថាវាប្រហែលជាចង់ជំនួយទៅក្នុងទឹកវិញហើយដូច្នេះដើម្បីទប់ស្កាត់វាគាត់បានលោតទម្លាក់ចូលទៅក្នុងទឹកជ្រៅបន្ទាប់មកគាត់បានបញ្ចេញធម្មពលនៃការបំផ្លាញបូកជាមួយនឹងរន្ទះ1000ធ្វើការវាបហាយ៉ាងខ្លាំងទៅកាន់បិសាចបបែលនោះស្របពេលដែលបិសាចបបែលនៅលើអាកាសគាត់បានរង្គោលនៅទឹកយ៉ាងខ្លាំងហើយហោះទម្លុះមកវាបហាខ្លួនបិសាចបបែលនោះរីឯអ្នកទាំងពីរដែលនៅលើបិសាចបបែលពិតជាពិបាកទប់ទល់ណាស់កាំងវូដែលកំពុងតែវាបហាទៅកាន់បិសាចបបែលក៏បានគិតថាដោយសារតែការវាបហារបស់គាត់គឺចេញពីក្រោមទឹកដូច្នេះវាហាក់ដូចជាខ្សោយខ្លាំងណាស់រឿងតែមួយគត់ដែលគាត់អាចធ្វើបាននៅពេលនេះគឺគាត់ចូលទៅក្នុងខ្លួនបិសាចបបែលជាមុនបន្ទាប់មកគាត់បានឃើញសន្ទះខ្យល់របស់បិសាចបបែលបានបើកមិនហើយគឺជាទីនោះកាំងវូបានប្រើធម្មពល Power of the Sky របស់គាត់បញ្ចេញស្លាបហើយហោះចូលទៅតាមសន្ទះខ្យល់នៃបិសាចបបែលនោះទៅគាត់ក៏បានប្រើនៅកបិតឆ្អឹងរបស់គាត់ចាក់ទម្លុះនៃស្បែកនិងសាច់បិសាចបបែលដើម្បីចូលទៅក្នុងកាន់តែជ្រៅហ្វាយុនមូពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ថាកាំងវូកំពុងតែធ្វើអីហ្នឹងរីឯអេជីដាក៏ភ័យព្រួយអំពីកាំងវូដែរកាំងវូដែលនៅក្នុងខ្លួនបបែលនោះបានសួរទៅកាន់មូយុននិងហ្វាយុននៅខាងក្រៅថាតើអ្នកទាំងពីរនេះបានចាក់ចង្វាក់នៅបិសាចបបែលនេះបានត្រឹមត្រូវហើយឬនៅបន្ទាប់មកកាំងវូឲ្យអ្នកទាំងពីរលោតចេញពីបិសាចបបែលនោះហើយធម្មពលរន្ទះក៏បានឆក់ទៅកាន់បិសាចបបែលទាំងមូលរីឯកាំងវូដែលនៅក្នុងខ្លួនរបស់បិសាចបបែលនោះក៏គ្មានបញ្ហាអ្វីដែរដោយសារតែមានរបាំងការពារជាធម្មពលរបស់អេជាដាមមករុំព័ទ្ធខ្លួនគាត់ទាំងមូលបន្ទាប់មកកាំងវូបានបង្រឹងនៅកម្រាស់ដៃនៃធម្មពលក្រាស់ខិនរបស់គាត់វាបហាទៅកាន់បិសាចបបែលពីក្នុងមកក្រៅគាត់បានវាបហាម្ដងហើយម្ដងទៀតរហូតដល់ទម្លុះនៃខ្លួនបិសាចបបែលនោះចេញមកក្រៅបានបន្ទាប់មកកាំងវូបានរុំចង្វាក់នៅពេញខ្លួនរបស់គាត់និងភ្ជាប់ទៅកាន់បិសាចបបែលនោះផងដែរហើយស្រែកទៅកាន់យុនជូថារួចរាល់ហើយរីឯយុនជូដែលនៅលើខ្លួនរបស់
របស់ខលឹមយៈក៏បានវាបហាទៅខលឹមថ្មទាំងអស់នោះឲ្យធ្វើដំណើរអូសនៅបិសាចបបែមកលើគោនាងបានប្រើចង្វាក់ឈាមរបស់នាងដើម្បីវាត់វាបហាទៅខលឹមយៈទាំងអស់នោះម្ដងហើយម្ដងទៀតឲ្យមានការផ្លាស់ទីឲ្យបានលឿនបំផុតយន្តជូបានញញឹមនឹងស្រែកនឹងវាបហាទៅកាន់ខលឹមថ្មទាំងអស់នោះឲ្យផ្លាស់ទីឲ្យបានលឿនឯចង្វាក់នោះក៏បានទាញនៅបិសាចបបែនោះមកលើគោផងដែរកាំងវូបានប្រើធម្មពល Devil Diamond របស់គាត់ដើម្បីគ្រប់គ្រងចង្វាក់ផលិតកម្មនៃការអូសទាញនៃបិសាចបបែនេះឲ្យបានល្អប៉ុន្តែគាត់ហាក់ដូចជាមានសម្ពាធសង្កត់មកគាត់យ៉ាងខ្លាំងវានៅសល់តែបន្តិចទៀតទេគាត់នឹងអាចទាញបិសាចបបែនេះទៅលើគោបានហើយប៉ុន្តែរំពេចនោះបិសាចបបែក៏ស្រែកយ៉ាងខ្លាំងប្រើធម្មពលទាញនៅគោលឹមនោះដើម្បីជំនួយទៅទឹកវិញគោលឹមទាំង3ក្បាលនោះស្ទើរតែដួលផ្ងាក្រោយទៅហើយប៉ុន្តែកាំងវូបានទប់ទល់នឹងធម្មពលមួយនេះបានបន្ទាប់មកបិសាចបបែសមុទ្រដ៏ធំនោះក៏ធ្វើការវាយបហានៅមកចូលពឹសមកកាន់ក្រុមរបស់កាំងវូនិងបិសាចកលឹមបន្ថែមទៀតប៉ុន្តែអេឆេដាបានបញ្ចេញនូវធម្មពលបង្កើតរបាំងដ៏ធំមួយដើម្បីការពារនៃការវាយបហានៃមកចូលពឹសទាំងអស់នោះវាពិតជាខ្លាំងជាងអ្វីដែលកាំងវូបានគិតបើបន្តនៅតែបែបនេះទៀតកលឹមទាំងនោះនឹងដួលទៅដីជាមិនខានគាត់គួរតែស្វែងរកអំពីចំណុចខ្សោយរបស់វាជាមុនបន្តមកកាំងវូបានស្រែកទៅកាន់យន្តជូឲ្យនាងប្រើនៅចង្វាក់ឈាមរបស់នាងយន្តជូបានលឺហើយក៏និយាយថាតែអ្នកឈួតទេវាអាចធ្វើឲ្យអ្នកមានរបួសនឹងការឈឺចាប់ណាប៉ុន្តែកាំងវូនៅតែស្រែកឲ្យយន្តជូធ្វើរឿងទាំងអស់នេះយន្តជូដោយមិនអាចបកាច់បាននាងក៏បញ្ចេញនៅចង្វាក់បង្ហូរឈាមរបស់នាងចាក់បញ្ចូលទៅក្នុងចង្វាក់ដែលតងភ្ជាប់រវាងកលឹមថ្មទៅកាំងវូនិងបិសាចបបែសមុទ្រកាំងវូពិតជាមានការឈឺចាប់យ៉ាងខ្លាំងគាត់បានប្រែរាងកាយរបស់គាត់ទៅជាថ្មដើម្បីទប់ទល់នឹងធម្មពលទាំងអស់នោះធម្មពលនៃអាវុធ Legendary នេះពិតជាខ្លាំងណាស់វាអាចធ្វើឲ្យគាត់ឈឺចាប់និងរងទុក្ខជាខ្លាំងប៉ុន្តែទោះយ៉ាងណាក៏ដោយក៏គាត់នៅតែធ្វើវាដើម្បីឲ្យបិសាចនេះចុះខ្សោយបន្ទាប់មកពួកគេក៏អាចទាញនៅបិសាចបបែនោះដោយងាយស្រួលផងដែរចង្វាក់ឈាមរបស់យន្តជូអាចធ្វើឲ្យបិសាចបបែចុះខ្សោយប៉ុន្តែសម្រាប់គោលឹមថ្មគឺមិនមានបញ្ហានោះទេទោះបីជាអាវុធនេះគឺជាលំដាប់ Legend ក៏ដោយប៉ុន្តែរាងកាយរបស់គោលឹមគឺជាថ្មបន្ទាប់មកពួកគេក៏អាចទាញនៅបិសាចបបែនោះមកកាន់លើគោកបានអេឆេដាក៏បានស្ទុះមករកកាំងវូតែអ្នកមានគ្រោះថ្នាក់ដែរទេនាងពិតជាបារម្ភអំពីកាំងវូណាស់នៅពេលនោះហើយដែលកាំងវូបានស្រែកថាអ៊ីជីដាក៏មកទីនេះវាពិតជាគ្រោះថ្នាក់ណាស់ហើយបិសាចបបែនោះក៏ធ្វើការវាយបហាទៅកាន់អ៊ីជីដាប៉ុន្តែមានហ្វាយន្តមកវាយបហារងនឹងការវាយបហាមួយនេះហើយយន្តមូក៏បានមកបីអ៊ីជីដាដើម្បីគេចចេញជាចុងក្រោយវាដល់ពេលហើយក្នុងការកម្ចាត់នៅបិសាចបបែមួយនេះបន្ទាប់មកកាំងវូបានស្រែកហៅយន្តជូមកចូលរួមក្នុងការប្រយុទ្ធជាមួយគ្នារីឯហ្វាយន្តជាមួយនឹងយន្តមូក៏ស្ទុះក្នុងការវាយបហាទៅមុនពួកគេទាំងពីរនាក់បានប្រើធម្មពលដាវនិងកបិតរួមគ្នាវាយបហាទៅកាន់បិសាចបបែនោះយ៉ាងខ្លាំងបន្ទាប់មកយន្តជូក៏ប្រើធម្មពលចង្វាក់ឈាមរបស់នាងលោតវាយបហាទៅកាន់បបែនោះថែមម្នាក់ទៀតប៉ុន្តែបិសាចបបែនោះនៅតែមានធម្មពលវាយបហាមកវិញធ្វើឲ្យអ្នកទាំង3ត្រូវខ្ទាតមកក្រោយរីឯកាំងវូបានឈរមើលឃើញអំពីស្ថានភាពនេះក៏ញញឹមនឹងនិយាយថាទោះបីជាវាត្រូវលបួសច្រើនប៉ុណ្ណាក៏ដោយក្នុងនាមជាបូ Monster វាមិនអាចទន់ខ្សោយនៅរឿងតែប៉ុណ្ណេះបានទេបន្ទាប់មកសាច់រឿងរបស់យើងបានកាត់ប្លង់នៅពេលដែលកាំងវូហាក់ដូចជាចូលទៅក្នុង Snow នៃ Dungeon បិសាច 10000 ឆ្នាំរបស់គាត់ម្ដងទៀតវាគឺជាសមុទ្រម៉ាណាដ៏ធំនៅទីនោះក៏បានលេចឡើងនៅទ្វារចំនួន3កាំងវូបានគិតថានៅពេលនេះគាត់មិនចាំបាច់ចូលទៅកាន់ទីនោះទេត្រឹមតែសមុទ្រនៃទឹកម៉ាណាទាំងអស់នេះគឺវាគ្រប់គ្រាន់ហើយគាត់បានត្បង់នៅទឹកម៉ាណាដែលនៅក្នុងខនៃបិសាច 10000 ឆ្នាំរបស់គាត់ផឹកវាគឺគ្រប់គ្រាន់ហើយក្នុងការបង្កើនធម្មពលបិសាចរបស់គាត់បន្ទាប់មកកាំងវូអាចបង្កើននៃធម្មពលនៃការគ្រប់គ្រងឋានរកនិងធម្មពលនៃការបង្កើតលំពេងបិសាចរបស់គាត់ឲ្យកាន់តែខ្លាំងឡើងបន្តមកទៀតកាំងវូក៏បញ្ចូលធម្មពលក្រាខិនរបស់គាត់បន្ថែមទៀតបន្ទាប់មកក៏បញ្ចូលនៅធម្មពលនៃការរំលាយគាត់ក៏អាចបង្កើត skill ដ៏ខ្លាំងក្លាមួយដែលមានឈ្មោះថា Kabul វាមានចំណាត់ថ្នាក់ S rank ហើយក៏ហក់ស្ទុះវាបហាទៅកាន់បិសាចបបែយៈនោះនិងស្រែកឲ្យអ្នកទាំងអស់គ្នាចាក់ចេញពីទីនោះភ្លាមធម្មពលនេះពិតជាខ្លាំងណាស់វាធ្វើឲ្យរំជួយនៃដងចិនrank Sទាំងមូលរីឯអ្នកទាំង3ទៀតក៏ភ្ញាក់ផ្អើលអំពីធម្មពលដ៏ខ្លាំងរបស់កាំងវូតើនេះគឺជាធម្មពលអ្វីទៅតើពិតអត់ដែលអ្នក Awaken លើកទី6អាចធ្វើបានវាគឺជាធម្មពលទូដ៏ខ្លាំងក្លានិងឆេះយ៉ាងសន្ធោសន្ធៅទៅលើរាងកាយរបស់បិសាចបបែលយៈ System បានបញ្ជាក់ថាអ្នកបានប្រើនៅធម្មពលក្នុងការគ្រប់គ្រងចំនួន3ប្រើក្នុងពេលតែមួយបានជោគជ័យនៅពេលនេះអ្នកបានបំពេញនៅលក្ខខណ្ឌទី2គឺជារាងកាយស្ដេចបិសាចដ៏ខ្លាំង
ខ្លាំងកាវូបានគិតថានៅពេលដែលគាត់បំពេញក្របខ័ណ្ឌហើយហេតុអ្វីគាត់ថាដូចជាមិនទទួលបានអ្វីសោះអញ្ចឹងប៉ុន្តែទោះយ៉ាងណាក៏ដោយគាត់អាចបំពេញនៅរឿងដែលលំបាកដែលគាត់មិនអាចគិតដល់និងទទួលបានជំនាញដ៏ពិសេសមួយវានៅមានពេលដ៏វែងឆ្ងាយទៀតដើម្បីធ្វើរឿងទាំងអស់នេះហើយអ្វីដែលគាត់ត្រូវការនោះគឺកម្លាំងកាន់តែខ្លាំងឡើងបាទអរគុណអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងសូមបញ្ចប់តែប៉ុណ្ណេះចំពោះកំហុសឆ្គងត្រង់ណាសូមអធិស្ឋាននិងអភ័យទោសផងបាយបាយ